បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទតោះជួបខ្ញុំទៀតហើយបងប្អូនអើយនេះ Master Chef ដឹងតែស្លោស្អីទេបងប្អូនអើយនេះមានសាច់ទាមកខាងមកកូវិតបាទឥឡូវដាក់ខ្លាញ់ដាក់ខ្ទឹមចូលយើងកូវាបន្តិចមកតិចទៀតយើងដាក់គល់ស្លឹកគ្រៃនិងម្ទេសចូលម្ដងបាទតោះឥឡូវយើងកូវាបន្តិចមកវារៀងខំបន្តិចចាំយើងដាក់គល់ស្លឹកគ្រៃម្ទេសយើងចូលដឹងថាស្លោស្អីបងប្អូនអើយចេះតែកូវិតទៅអាមកជូរក៏អត់អាអីក៏អត់ដល់ទៅ60ទៀតនិយាយថាមកភ្នំពេញអត់ដូចនៅស្រុកទេបងប្អូនយើងអត់មានអីគ្រឿងផ្ទាន់ទេបាទអញ្ចឹងយើងមានតែធ្វើតាមអ្វីដែលយើងមានបាទអញ្ចឹងយើងមានកលក្រៃមានដេងមានអីកោឲ្យចូលគ្នាទៅបាទតោះកោឲ្យរៀងឡើងពណ៌ឡើងអីតិចមកឡើងខ្លះតិចមកចាំយើងចាក់សាច់យើងចូលបាទហើយយើងមានទីបងប្អូនហើយនៅតែស្លោអីទេបងប្អូនចេះតែកោអត់ឆ្អិនទៅលីងមិនច្បាស់ជាលីងជូរគ្រឿងមិនច្បាស់ជាជូរគ្រឿងព្រោះជូរមិនកាត់បើវាអត់មានជូរហើយចាក់សាច់ទាយើងចូលហើយបាទសាច់ទាយើងចូលហើយហៅមកជូរក៏វាមិនកើតដែរហើយចង់លីងនឹងថាលីងអីដាក់កុលក្រៃបងប្អូននេះឆ្នៃឲ្យបានហូបបងប្អូនបាទឥឡូវយើងដាក់អំបិលដាក់ស្ករឲ្យយើងចូលកូរវាទៅណាយើងដាក់គ្រឿងត្រីតិចចូលទៅដើម្បីឲ្យវាមានជាតិជៅបាទហើយយើងកូរវាបងប្អូនអើយកូរវត្តនឹងឯងហើយបងប្អូនដាក់ទៅម្ហូបស្អីតាមចិត្តបងប្អូនហៅបងប្អូនហើយខ្ញុំក៏មិនដឹងហូបស្អីដែរចេះតែកូរវត្តនឹងឯងចេះធ្វើទៅសំខាន់យើងឆ្នៃឲ្យបានហូបអញ្ចឹងណាហើយយើងថែមទឹកថែមអីទៅកុំឲ្យវាខ្លោចបាទហើយរំងាស់វាយើងរំងាស់វាឲ្យឆ្អិនអញ្ចឹងណាឥឡូវខ្ញុំកូនតិចមកយើងក្រោបវាចោលទុកឲ្យវាពុះសិនណាបងប្អូនបាទតែរៀងម្ដងពេញមិនដូចនៅស្រុកទេបើនៅស្រុកយើងមានគ្រឿងគ្រប់គ្រាន់ឥឡូវយើងនាំបើកថែមម្រេចសិនតែសាមញ្ញភ្លេចដាក់ម្រេចចង់យ៉ាងណាភ្លេចបុកភ្លេចក្រោយខានធ្វើឆាបយូខានធ្វើចង់ភៅយូណាទិញម្ហូបគេច្រើនពេកឥឡូវចង់ភ្លេចខ្លួនឯងបាទក្របជាលើកទី2បាទក្របវាទុកនៅហ្នឹងហើយបាទឥឡូវវាពុះហើយបងប្អូនពុះហើយក៏វាឡើងពណ៌ដែរណាអូនេះបើមានជូរសឹកថ្នាំងឬក៏ជូរ7ទៀតនឹងអែមប៉ុណ្ណាដែរបងប្អូនអើយធ្វើម៉េចមកដល់ពេញអត់មានគ្រឿងគ្រប់គ្រាន់សូម្បីតែប្រហុកហ្នឹងក៏យើងអត់មានដែរបើយើងមានគ្រឿងគ្រប់គ្រាន់មានតែជូរមកមានប្រហុកណាមកជូរគ្រឿងបាត់អូជាតិបាត់ហើយណានេះឃើញហើយឡើងពណ៌ឡើងខ្លះនេះឈ្ងុយយ៉ានេះប៉ុណ្ណេះឯងម្នាក់ឯងមកនេះប៉ុន្តែយើងហូបបាន2ពេលពេលតាយើងកូរវាកម្ដៅវាទុកទៅណាបាទយើងភ្លក់មើលបន្តិចមកសាច់ក៏ប្រែពណ៌តិចហើយបាទតែអត់ទាន់ឆ្អិនទេបងប្អូនប្រែពណ៌ហើយបាទអញ្ចឹងយើងយកតែធ្វើបានហូបទៅហើយបងប្អូនអ្នកមើលអ្នកទស្សនាបងប្អូនជួយ follow page ហើយអ្នកលើ YouTube ជួយ subscribe ខ្ញុំម្នាក់មួយផងបាទដើម្បីឲ្យគ្រប់គោលការណ៍នឹងបានរកលុយនឹងគេបងប្អូនហើយរកចំណូលតាម YouTube តាម Facebook នឹងគេអញ្ចឹងណាជួយម្នាក់ដៃជើងមកមើលឲ្យចុចម្នាក់ដៃជើងមកណាកុំអស់រំលងអីបងប្អូនបាទហើយចាំជួយដាក់មុខម្ហូបក្នុងឈ្មោះអីតាមអ្វីដែលបងប្អូនដាក់ទៅបាទមិនដឹងម្ហូបស្អីទេកូវិតមានកលក្រៃមានដែងមានអីហ្នឹងបាទធ្វើម៉េចយើងចេះតែឆ្នៃវាទៅបាទចេញពីធ្វើការហត់មកមិនដឹងធ្វើស្អីមានតែប៉ុណ្្នឹងឯងបាទហើយជាចុងក្រោយសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយ like ជួយ follow ខ្ញុំម្នាក់មួយផងបាទជាលើកទី2ណាជួយតិចមកណាបាទហើយម្ហូបយើងក៏ចិត្តឆ្អិនដែរបងប្អូនបាទចិត្តឆ្អិនហើយបាទវាឈ្ងុយបណ្ដើហើយបាទនេះក្លិនឡើងមកហើយបាទមានតែប៉ុណ្្នឹងឯងបងប្អូនវីដេអូរបស់ខ្ញុំណាហើយខ្ញុំនឹងធ្វើម្ហូបផ្សេងទៀតថតបងប្អូនមើលបាទតែជួយដាក់មុខម្ហូបខ្ញុំផងបាទអរគុណច្រើនជម្រាបលាបាយ